លោកអាលីឡារីចានីបានលើកឡើងថាបើទោះបីជាមានការខ្វែងគំនិតគ្នាផ្ទៃក្នុងប៉ុន្តែអ៊ីរ៉ង់នៅតែរក្សាជំហរការពារប្រទេសជាតិខ្លួនឯងស្របពេលដែលស្ថានភាពនយោបាយផ្ទៃក្នុងអ៊ីរ៉ង់ហាក់មានភាពរកាំរកូសជុំវិញបញ្ហាសង្គ្រាមលោកអាលីឡារីចានីលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលបានចេញមកបញ្ជាក់យ៉ាងច្បាស់ពីសាមគ្គីភាពជាតិចំពោះមុខការគំរាមកំហែងពីខាងក្រៅលោកអាលីបានសង្កត់ធ្ងន់ថាប្រជាជនអ៊ីរ៉ង់នឹងមិនសហការជាមួយសហរដ្ឋអាមេរិកដើម្បីប្រឆាំងនឹងប្រទេសជាតិខ្លួនឯងនោះឡើយសារនេះគឺជាការឆ្លើយតបទៅនឹងការប៉ុនប៉ងណាមួយពីខាងក្រៅដែលចង់ទាញយកផលចំណេញពីការបែកបាក់ផ្ទៃក្នុងរវាងរដ្ឋាភិបាលស៊ីវិលនិងកងទ័ពឆ្មាំបដិវត្តន៍សារនេះគឺជាការឆ្លើយតបទៅនឹងការប៉ុនប៉ងណាមួយពីខាងក្រៅដែលចង់ទាញយកផលចំណេញពីការបែកបាក់ផ្ទៃក្នុងរវាងរដ្ឋាភិបាលស៊ីវិលនិងកងទ័ពឆ្មាំបដិវត្តន៍លោកបានទទួលស្គាល់ថាអ៊ីរ៉ង់ពិតជាមានការខ្វែងគំនិតគ្នាផ្ទៃក្នុងទៅលើមធ្យោបាយដោះស្រាយវិបត្តិប៉ុន្តែលោកបានបញ្ជាក់យ៉ាងមុតមាំថាពួកគេនៅតែឈរនៅខាងអ៊ីរ៉ង់ជានិច្ចលោកមានប្រសាសន៍ថាទោះបីជាយើងមានមតិខុសគ្នាលើរឿងរដ្ឋបាលឬយុទ្ធសាស្ត្រខ្លះក៏ដោយប៉ុន្តែនៅពេលដែលប្រទេសជាតិរងការវាយប្រហារសំឡេងតែមួយគត់ដែលនៅសេសសល់គឺសេចក្តីស្រឡាញ់និងការការពារមាតុភូមិសម្ដីរបស់លោកអាលីរ៉ារីចានីត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្រពង្រឹងស្មារតីកងទ័ពនិងប្រជាជននិងជាការប្រមានទៅកាន់ទីក្រុងវ៉ាស៊ីនតោនថាយុទ្ធសាស្ត្របំបែកដើម្បីគ្រប់គ្រងនិងមិនមានប្រសិទ្ធភាពចំពោះអ៊ីរ៉ង់នោះឡើយសាររបស់លោកអាលីមកដល់ចំពេលដែលប្រធានាធិបតី Pezeshkian កំពុងព្យាយាមប្រាប់បុណ្យស្នាការទូតសំទោសប្រទេសជិតខាងខណៈដែលកងទ័ព IRGC បន្តវិលុកការលើកឡើងរបស់លោកអាលីហាក់ដូចជាចង់ធ្វើជាស្ពានចម្លងដើម្បីបង្ហាញពិភពលោកថាទោះបីជាមេដឹកនាំអ៊ីរ៉ង់និយាយខុសគ្នាក៏ដោយប៉ុន្តែគោលដៅចុងក្រោយរបស់ពួកគេតែមួយគឺសន្តិសុខជាតិអ៊ីរ៉ង់